សួស្តីប្រិយមិត្តអំអិននីតិមរណៈស្វាគមន៍សាជាថ្មីជាមួយនឹងវីដេអូថ្មីនៅក្នុងថ្ងៃនេះគឺនិយាយអំពីរឿងស្រមោលខ្មោចនៅក្នុងមន្ទីរពេទ្យប្រសិនបើប្រិយមិត្តអ្នកអានបានស្ដាប់រឿងខ្មោចនៅមន្ទីរពេទ្យស៊ីរីយ៉ាដែលនៅប្រទេសថៃដែលកើតមានកាលពី2ឆ្នាំមុននេះពិតជាភ័យស្លុតប៉ុណ្ណាទេបើសិនជាខ្សោយទៀតផងនឹងទៅជាឈឺមិនខានព្រោះតែព្រឺខ្លាចតើហេតុយ៉ាងណាខ្លះដែលបណ្ដាលឲ្យមន្ទីរពេទ្យមានខ្មោចលងបែបនេះអ្នកកាសែត The Nation ម្នាក់ចាត់ទុកថាជាជនបេះដូងដែកបានប្រតិបត្តិឋានចុះស៊ើបអង្កេតរឿងខ្មោចនេះដល់មន្ទីរពេទ្យដោយផ្ទាល់នៅមន្ទីរពេទ្យនោះភ្លើងអគ្គិសនីឧស្សាហ៍ដាច់ណាស់ដោយសារតែហ្វូងកណ្ដុរកាត់បំផ្លាញភាពងងឹតគឺជាចំណង់ចំណូលចិត្តរបស់ពួកខ្មោចព្រាយណាស់នៅពេលសួរថាតើមានប្រលឹងខ្មោចវិលវល់នៅមន្ទីរពេទ្យនេះមែនឬមនុស្សតិចណាស់ដែលគ្មានសូម្បីតែចម្លើយតែផ្នែកវិទ្យាសាស្ត្របច្ចេកទេសខាងប៉ូលីសព្រហ្មទណ្ឌក៏គ្មានពាក្យនឹងនិយាយដែរចុះតើប្រជាជនធម្មតាយ៉ាងម៉េចដែរយល់ល្អក៏បីនៅស្ងៀមល្អជាងមិនត្រូវលោលេងទៅនឹងការភ័យខ្លាចឡើយវិជ្ជបណ្ឌិតម្នាក់ឈ្មោះសាបាជាសាស្ត្រាចារ្យនៅសាលាបច្ចេកទេសពេទ្យទើបមិនហ៊ានឆ្លើយថាមានសាបាធ្វើការនៅមន្ទីរពេទ្យស៊ីរីយ៉ានេះខាងផ្នែកវះកាត់និងផ្នែកតម្កល់សាកសពកន្លងមកមន្ទីរពេទ្យបានតម្កល់សាកសពជាច្រើនមានទាំងសាកសពឃាតករមានទាំងសាកសពអ្នកស្លូតត្រង់សាបាបានឲ្យដឹងថាមន្ទីរពេទ្យនេះធ្លាប់តម្កល់សាកសពជនអក្រិតស៊ីសាច់មនុស្សឈ្មោះស៊ីអុយកាលពីឆ្នាំ1960បន្ទប់ធ្វើការរបស់សាបាចង្អៀតហើយមានពន្លឺព្រាព្រាជះពីអំពូលភ្លើងកញ្ចក់ដែលព្យួរនៅលើក្បាលប៉ុណ្ណោះផ្ទៃមុខរបស់លោកស្ថិតនៅពន្លឺស្បូងដូច្នេះមើលទៅមិនខុសពីអ្វីពីសាកសពឡើយសាបាបានអះអាងជានិច្ចថាអ្វីដែលគាត់និយាយសុទ្ធតែជាការពិតគាត់បាននិទានរឿងនេះដោយទឹកមុខមឹងម៉ាត់គួរឲ្យជឿជាក់ថាមានយប់មួយពេលខ្ញុំកំពុងតែឈរនៅអគារមួយទល់មុខនឹងអគារវះកាត់ខ្ញុំបានឃើញស្ត្រីម្នាក់ស្លៀកពាក់ជាឈុតប្រពៃណីពាក់កន្សែងសពាក់ក្រវិលសក់ក្រងយ៉ាងស្អាតនាងបានអង្គុយចុះហើយសម្លឹងមកខ្ញុំបន្ទាប់មកស្រាប់តែរូបនាងរលីខ្សោលបាត់ទៅដូចជាផ្សែងអញ្ចឹងនាងនោះតែងតែបង្ហាញខ្លួនឲ្យខ្ញុំឃើញជាច្រើនដងលើសពីនេះទៅទៀតមានម្ដងនោះពេលខ្ញុំទៅដល់ផ្ទះហើយទើបដឹងថាខ្ញុំភ្លេចសៀវភៅនៅជាន់ទី2នៃអគារវះកាត់ខ្ញុំក៏បកមកមន្ទីរពេទ្យវិញនៅយប់នោះតែម្ដងពេលដែលខ្ញុំចូលទៅក្នុងបន្ទប់ផុតស្រាប់តែទ្វារបន្ទប់បិទលាន់ឬក្រាំងពីក្រោយខ្នងខ្ញុំពេលនោះគ្មានខ្យល់សោះដូច្នេះទ្វារនេះវាពុំអាចធ្វើសកម្មភាពបានទេខ្ញុំនឹកគិតភ្លាមថាមានគេចង់លោលេងជាមួយនឹងខ្ញុំហើយខ្ញុំក៏កញ្ឆក់យកសៀវភៅរួចស្ទុះចេញពីបន្ទប់នោះតាមសមត្ថភាពដែលខ្លួនធ្វើទៅបានសាបាបានឲ្យដឹងថានៅអគារវះកាត់នេះបានក្លាយទៅជាប្រធានបទនៃរឿងខ្មោចក្នុងចំណោមនិស្សិតពេទ្យទាំងអស់ទៅហើយសាកសពរាប់មិនអស់ទេដែលបានយកមកកាន់ទីនេះសម្រាប់ធ្វើការស្រាវជ្រាវមន្ទីរពេទ្យនេះក៏វិលវល់ទៅនឹងប្រលឹងសាកសពទាំងនោះដែរកាលពីសាបានៅជានិស្សិតពេទ្យនៅឡើយគាត់ធ្លាប់បានកាន់លលាក្បាលនិងឆ្អឹងមនុស្សពីមន្ទីរពេទ្យនេះយកទៅស្រាវជ្រាវនៅផ្ទះឯណោះនៅយប់មួយនោះពេលគាត់កំពុងអង្គុយអានសៀវភៅគាត់ហាក់ដូចជាមានអារម្មណ៍ថាមានអ្នកណាម្នាក់កំពុងសម្លឹងមើលគាត់ពីក្រោយខ្នងគាត់និយាយថាពេលខ្ញុំបាយមកគ្មានឃើញអ្នកណាទាំងអស់ខ្ញុំពិតជាពុំខ្លាចខ្មោចឡើយខ្ញុំអង្គុយនៅចុងម្ខាងនៃកៅអីចំណែកឯចុងម្ខាងទៀតនៅទំនេរនោះហាក់ដូចជាមានទម្ងន់សង្កត់ធ្វើឲ្យកៅអីផ្អៀងទៅនៅពេលដែលខ្ញុំឡើងលើគ្រែខ្នើយរបស់ខ្ញុំដូចជាត្រុតចុះហាក់ដូចជាមានអ្នកណាម្នាក់ទើបនឹងដេករួចខ្ញុំបាននិយាយរឿងនេះប្រាប់អ្នកគ្រូនិងមិត្តភក្តិខ្ញុំពួកគេតបថាក៏ធ្លាប់ជួបប្រទះសភាពប្រហាក់ប្រហែលនេះដែរនេះប្រហែលជាប្រលឹង
របស់សាកសពចង់នៅជាមួយនឹងខ្ញុំហើយមើលទៅគិលានុបតិកាម្នាក់នៅមន្ទីរពេទ្យក៏ធ្លាប់ធ្វើប្រទះនឹងព្រលឹងខ្មោចជាច្រើនដែរនៅយប់មួយពេលយាមប្រចាំការនាងកំពុងអង្គុយអានឯកសារស្រាប់តែមានបរិសម្នាក់ក្នុងសម្លៀកបំពាក់រហែករយីរយៈបានដើរកាត់មាត់ទ្វារសំដៅទៅកាន់ក្រែអ្នកជំងឺម្នាក់នាងគិលានុបតិកាបន្តថាជននោះបានឈរត្រឹងសម្លឹងទៅនឹងអ្នកជំងឺកំពុងតែដេកនៅលើក្រែអ្នកជំងឺនោះទៅនឹងវះកាត់ដាក់គ្រាប់ភ្នែកថ្មីដែលបានមកពីសាកសពដែលស្លាប់ទៅជននោះបានអោនសម្លឹងអ្នកជំងឺអស់មួយសន្ទុះរួចក៏រលាយបាត់ស្រមោលទៅលោកវិជ្ជបណ្ឌិតម្នាក់ទៀតឈ្មោះអាយិនប៊ុនយ៉ាកេតបានបោះពុម្ពផ្សាយសៀវភៅមួយក្បាលមានចំណងជើងថារឿងពិតពិបាកនឹងជឿដែលលោកសរសេររំលឹកឡើងវិញកាលពីឆ្នាំ1961នាចំនួនលោកជានិស្សិតកំពុងតាមរៀននៅមន្ទីរពេទ្យស៊ីរីយ៉ានេះលោកតែងត្រូវរងទុក្ខទោសមនែងដោយសារតែស្រមោលខ្មោចនេះខ្មោចបានរំខានលោករហូតដល់គៀបសង្កត់ដល់អារម្មណ៍លោកយ៉ាងខ្លាំងពុំនោះទៀតសោតលោកមានគំនិតចង់ធ្វើអត្តឃាតដើម្បីឲ្យបានរួចផុតពីព្រលឹងខ្មោចនេះទៀតផងមានយប់មួយពេលលោកដឹងខ្លួនឡើងស្រាប់តែឃើញស្រមោលមនុស្សម្នាក់ឈរនៅក្បែរក្រែលោកពេកតាំងពីពេលណាមកក៏មិនដឹងលោកស្រែកឡើងអ្នកណានឹងការពិតគ្មានអ្នកណានៅក្បែរនោះទេក្រៅពីប្រពន្ធរបស់លោកនិងគិលានុបតិកាឡើយក្រោយមកលោកបែរទៅជាឃើញក្មេងស្រីម្នាក់មានធំបានមកក្បែរលោកនិងនិយាយមកកាន់លោកដើម្បីអះអាងចំពោះប្រការនេះលោកវិជ្ជបណ្ឌិតម្នាក់ទៀតបានសំណូមពរឲ្យប្រពន្ធលោកប៊ុនយ៉ាកេតនិយាយឡើងវិញពីរឿងនោះក្មេងស្រីមានធំនោះបាននិយាយមកកាន់លោកប៊ុនយ៉ាកេតថានាងស្លាប់ដោយរោគធាត់នៅបន្ទប់នេះកាលពី2ឆ្នាំមុនក្មេងស្រីម្នាក់នោះនិយាយថាខ្ញុំនៅមានមិត្តភក្តិម្នាក់ទៀតក៏ស្លាប់នៅទីនេះកាលពីឆ្នាំទៅដែរថ្មីនេះវិជ្ជបណ្ឌិតប៊ុនយ៉ាកេតបានធ្វើឲ្យមនុស្សគ្រប់គ្នាភ័យខ្លាចញាប់ញ័រអំពីរឿងខ្មោចលោកនេះដោយមានភស្តុតាងគ្រប់គ្រាន់រឿងនោះចាប់ផ្ដើមពីការស្លាប់របស់យុវតីម្នាក់កាលពីចំនួនស្ដេចរាមា3នៅទន្លេចៅផាយ៉ានាងយុវតីនោះភឹមផារ៉ាឌីជាកូនស្រីរបស់តាកែហាងមួយនៅជិតវត្តចែបសរិននាងត្រូវស្លាប់នៅអគារវះកាត់ក្នុងមន្ទីរពេទ្យស៊ីរីយ៉ានេះកាលពីឆ្នាំ1960ក្រោយពីស្លាប់នាងបានទៅពន្យល់សពឲ្យឪពុកលើកផ្លូវមួយនៅវត្តវ៉ាខុតដោយយកឈ្មោះនាងដាក់ឲ្យផ្លូវនោះនាងបានប្រាប់វិជ្ជបណ្ឌិតប៊ុនយ៉ាកេតអំពីរឿងទាំងអស់នោះក្រោយមកលោកថេវបានឮដំណឹងរឿងខ្មោចរបស់នាងភឹមផាវ៉ាឌីដែលត្រូវជាប្អូនស្រីខ្លួននោះលោកថេវក៏ឲ្យកូនប្រុសរបស់គាត់ឈ្មោះវីវ៉ាវ៉ាត់ធ្វើដំណើរទៅកាន់វត្តវ៉ាខុតដើម្បីរកការពិតនាវីវ៉ាខាតបានរកឃើញផ្លូវនោះនៅទីនោះពិតប្រាកដមែននៅពីមុខផ្លូវមានរូបថតស្ត្រីម្នាក់ប៉ុន្តែរូបនោះចាស់ព្រើលទៅហើយមើលពុកច្បាស់និងមានសរសេរឈ្មោះអ្នកស្លាប់គឺនាងភឹមផាវ៉ាឌីពិតប្រាកដមែនគ្មានអ្នកណាម្នាក់ជឿរឿងខ្មោចលោកនោះឡើយប៉ុន្តែក៏គ្មានអ្នកណាម្នាក់បដិសេធដែរលើកលែងតែអស់លោកវិជ្ជបណ្ឌិតមួយចំនួនដែលនៅមន្ទីរពេទ្យស៊ីរីយ៉ានេះនឹងត្រូវស្រមោលខ្មោចបង្ហាញខ្លួននៅចំពោះមុខទើបជឿជាក់ថាមានប្រលឹងខ្មោចមែនគេបានដឹងថាប៉ូលីសដែលមានការចូលរួមពីវិជ្ជបណ្ឌិតជាច្រើនអ្នកនិងអ្នកវិទ្យាសាស្ត្រម្នាក់ទៀតនឹងមកកាន់មន្ទីរពេទ្យនេះដើម្បីរករកការពិតទោះបីជាយ៉ាងណាក៏ដោយក៏ប្រជាជនពុំហ៊ានអាចក្បាលនៅមន្ទីរពេទ្យដែលមានខ្មោចលោកនេះដែរសាច់រឿងនេះក៏បានមកដល់ទីបញ្ចប់ផងដែរតើប្រិយមិត្តយល់អំពីសាច់រឿងនេះដូចម្តេចដែរអាចខមមិននិងចែករំលែកនៅក្នុងខមមិនខាងក្រោមបានសូមអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះជួបគ្នានៅវីដេអូក្រោយទៀត